នៅក្នុងសង្គមយើងជាក់ស្ដែងមនុស្សមួយចំនួនគឺខ្វះភាពអត់ធ្មត់ទោះបីជាពួកគេមានចំណេះដឹងមានទេពកោសល្យឬមានកិត្តិយសខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ Bismillahirrahmanirrahim Alhamdulillahirabbil alamin wassalatu wassalamu ala ashrafil anbiya'i wal mursalin sayyidina Muhammad wa ala alihi wa sahbihi ajma'in amma ba'd assalamu alaikum warahmatullahi wabarakatuh ខ្ញុំឈ្មោះអ៊ីស្មែលសាហ្វីណារៀននៅថ្នាក់ទី12ខនៃសាលារៀនអលអេសានថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយនិងមានកិត្តិយសដែលខ្ញុំមានឱកាសឡើងមកបកស្រាយនៅប្រធានបទមួយគឺអស្សាប់រូឌីយ៉ាដែលមានចំណងជើងថាការអត់ធ្មត់ជាពន្លឺសិស្សានុសិស្សទាំងអស់គ្នាការអត់ធ្មត់គឺជាគុណសម្បត្តិដ៏សំខាន់មួយនៅក្នុងជីវិតរបស់យើងភាពអត់ធ្មត់គឺជាសមត្ថភាពស៊ូទ្រាំនឹងការលំបាកជាសមត្ថភាពស៊ូទ្រាំនឹងឧបសគ្គនិងជាកម្លាំងចិត្តដ៏រឹងមាំក្នុងការគ្រប់គ្រងអារម្មណ៍និងការតាំងចិត្តឆ្ពោះទៅរកគោលដៅដើម្បីជោគជ័យនឹងការអភិវឌ្ឍខ្លួននៅក្នុងសង្គមយើងជាក់ស្ដែងមនុស្សមួយចំនួនគឺខ្វះភាពអត់ធ្មត់ទោះបីជាពួកគេមានចំណេះដឹងមានទេពកោសល្យឬមានកិត្តិយសខ្ពង់ខ្ពស់យ៉ាងណាក៏ដោយប្រសិនបើពួកគេគ្មានភាពអត់ធ្មត់ក្នុងខ្លួនទេនោះពួកគេនឹងប្រឈមមុខនឹងឧបសគ្គលំបាកមិនអាចតស៊ូនៅក្នុងការបំពេញកិច្ចការបានយ៉ាងល្អទេនឹងមិនអាចសម្រេចគោលដៅដ៏យូរអង្វែងបានឡើយហើយមនុស្សប្រភេទនេះច្រើនតែមួម៉ៅខឹងសម្បាត្អូញត្អែរអ៊ូរទាំបង្កជម្លោះសម្ដីឬឈានទៅរកអំពើហិង្សាជាដើមម្យ៉ាងវិញទៀតភាពអត់ធ្មត់គឺជាគ្រឹះនៃភាពជោគជ័យដ៏អស្ចារ្យបំផុតភាពជោគជ័យមិនមែនកើតឡើងដោយលឿននោះទេប៉ុន្តែកើតចេញពីសមត្ថភាពនៃការអត់ធ្មត់ការអត់ធ្មត់នឹងការលំបាកការអត់ធ្មត់នឹងឧបសគ្គដែលត្រូវប្រឈមមុខការអត់ធ្មត់នឹងជោគវាសនាដែលអល់ឡោះកំណត់មកនិងស្មារតីរឹងមាំមិនបោះបង់ការអត់ធ្មត់មានផលវិជ្ជមានដូចជា 1. ការសម្រេចបាននូវគោលដៅការអត់ធ្មត់ជួយឲ្យយើងចេះស៊ូទ្រាំនឹងការលំបាកប្រឈមមុខនឹងបញ្ហានានាដែលកើតឡើងនៅពេលយើងកំពុងសម្រេចគោលដៅ 2. ការរក្សាទំនាក់ទំនងល្អការអត់ធ្មត់អាចឲ្យយើងយល់និងចេះដោះស្រាយបញ្ហានិងជម្លោះដោយសន្តិវិធីមិនបង្កអំពើហិង្សាដោយអចេតនានិងបង្កើនការអធ្យាស្រ័យខ្ពស់ 3. ការអភិវឌ្ឍចិត្តគំនិតការអត់ធ្មត់ជួយឲ្យអ្នកស្ងប់ចិត្តស្ងប់អារម្មណ៍និងមានការគិតបានវែងឆ្ងាយនិងមានទស្សនៈស៊ីជម្រៅពិសេសអ្នកអាចគ្រប់គ្រងអារម្មណ៍បានយ៉ាងល្អនៅក្នុងគ្រប់ស្ថានភាពចំណែកឯការអត់ធ្មត់បែងចែកជាពីរដូចជាការអត់ធ្មត់ដែលត្រឹមត្រូវនិងការអត់ធ្មត់ដែលមិនត្រឹមត្រូវការអត់ធ្មត់ដែលត្រឹមត្រូវគឺជាការអត់ធ្មត់ដែលអល់ឡោះស្រឡាញ់ពេញចិត្តឧទាហរណ៍ការអត់ធ្មត់នៅក្នុងការខិតខំប្រឹងប្រែងរៀនសូត្រនៅពេលយើងនឿយហត់ទាំងយប់ទាំងថ្ងៃយើងមិនដែលរាយរែកដើម្បីសម្រេចគោលដៅជីវិតនៅពេលអនាគតអញ្ចឹងការអត់ធ្មត់បែបនេះធ្វើឲ្យរូបយើងអភិវឌ្ឍហើយអល់ឡោះស្រឡាញ់ពេញចិត្តព្រមទាំងទទួលបាននូវផលបុណ្យជាច្រើនក្រៃលែងឯការអត់ធ្មត់ដែលមិនត្រឹមត្រូវគឺជាការអត់ធ្មត់ដែលអល់ឡោះមិនពេញចិត្តហើយវានាំផលអាក្រក់ឬផលវិបាកចំពោះយើងថែមទៀតឧទាហរណ៍នៅពេលប្រឡងយើងត្រូវបានមិត្តភក្តិរបស់យើងកេះសួរនិងរំខានជារឿយហើយយើងពុំពេញចិត្តនឹងទង្វើរបស់គាត់ឡើយប៉ុន្តែដោយសារតែមិត្តភាពយើងនៅតែបន្តប្រាប់ចម្លើយទៅកាន់គាត់ជារឿយនៅពេលប្រឡងដោយពុំហ៊ានប្តឹងប្រាប់លោកគ្រូអ្នកគ្រូទង្វើបែបនេះអល់ឡោះពុំស្រឡាញ់ពេញចិត្តឡើយព្រមទាំងធ្វើឲ្យមិត្តភក្តិរបស់យើងនៅតែបន្តមានទម្លាប់មិនល្អសរុបមកការអត់ធ្មត់ពិតជាមានឥទ្ធិពលនៅក្នុងជីវិតរបស់យើងហើយការអត់ធ្មត់ជាពន្លឺនាំយើងទៅរកភាពជោគជ័យដោយស្ងៀមស្ងាត់ដែលមនុស្សមួយចំនួនពុំចាប់អារម្មណ៍វាហើយអល់ឡោះបានលើកតម្កើងកិត្តិយសយ៉ាងខ្ពង់ខ្ពស់សម្រាប់អ្នកដែលអត់ធ្មត់ត្រឹមត្រូវអ្នកដែលអត់ធ្មត់ត្រឹមត្រូវគឺជាអ្នកដែលអត់ធ្មត់ក្នុងការខិតខំរៀនសូត្រ
អត់ធ្មត់នៅក្នុងការធ្វើអ៊ីបាដាតទៅចំពោះអល់ឡោះអត់ធ្មត់នឹងជោគវាសនាដែលអល់ឡោះបានកំណត់មកនឹងសាកល្បងយើងនៅលើផែនដីនេះពិតប្រាកដណាស់បណ្ដាអ្នកដែលអត់ធ្មត់នឹងត្រូវបានគេផ្ដល់ឲ្យនូវផលបុណ្យរបស់ពួកគេយ៉ាងពេញលេញអគ្គនានាقال تعالى إنما يوفى الصابرون أجرهم بغير حساب صدق الله العظيم والسلام عليكم ورحمة الله وبركاته